ប្រៃឈើវិនាព្រោះមន្ត្រីថ្មិចភ្នែកឡានដឹកឈើខុសច្បាប់ទម្លាក់ចោលត្រឹមតែ2ម៉ោងលើកដាក់វិញដោយរលូនក្រោយមន្ត្រីឆ្លើយដាក់មេថាមិនអោយចាប់ខេត្តសៀមរាបកំពុងតែមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជុំវិញចំណាត់ការដ៏គួរឲ្យអស់សំណើចនិងពោពេញដោយមន្ទិលសង្ស័យរបស់លោកពីប៊ុនចំប្រធានបរិស្ថានដែនជម្រកសត្វព្រៃបន្ទាប់ពីលោកបានបណ្ដេតបណ្ដោយនិងមិនមានចំណាត់ការបង្ក្រាបរជនដឹកបទល្មើសព្រៃឈើជាក់ស្ដែងទាំងដែលមានការរាយការណ៍ពីអ្នកសារព័ត៌មានយ៉ាងច្បាស់លាស់យោងតាមប្រភពពីក្រុមអ្នកសារព័ត៌មានដែលបានចុះទៅផ្ដិតយករូបភាពផ្ទាល់បានឲ្យដឹងថាពួកគេបានប្រទះឃើញរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដឹកឈើពេញព្រាមដែលជាបទល្មើសព្រៃឈើជាក់ស្ដែងនៅចំណុចភូមិអូឃុំក្បាលស្រុកជីក្រែងខេត្តសៀមរាបភ្លាមនោះក្រុមអ្នកសារព័ត៌មានបានធ្វើសេចក្តីរាយការណ៍ជូនលោកពីប៊ុនចំដើម្បីឲ្យលោកដឹកនាំកម្លាំងចុះមកជួយទប់ស្កាត់និងបង្ក្រាបតាមជំនាញប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺលោកប្រធានបរិស្ថានរូបនេះមិនបានបង្ហាញវត្តមានឡើយដោយលោកបានចាត់តាំងមន្ត្រីក្រមអាវ៉ាត់ម្នាក់ឈ្មោះលោកញ៉ាញ់ឲ្យចុះមកពិនិត្យជំនួសអ្វីដែលជាចំណុចក្តៅនិងធ្វើឲ្យក្រុមអ្នកសារព័ត៌មានមានការងឿងឆ្ងល់បំផុតនោះគឺនៅពេលដែលសួរនាំអំពីការទប់ស្កាត់បែរជាលោកញ៉ាញ់ឆ្លើយបែបហីនិងទម្លាក់កំហុសទៅថ្នាក់លើថាលោកពីប៊ុនចំអត់ឲ្យបង្ក្រាបទេព្រោះឈើនោះជាប្រភេទឈើក្រាក់ការបកស្រាយដ៏ទន់ជ្រាយនិងគ្មានខ្នងបង្អែងច្បាប់ទម្លាប់បែបនេះបាត់បង្កើនជាសំណួរចាក់ដោតថាតាំងពីពេលណាមកដែលច្បាប់ស្ដីអំពីព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជាមានការលើកលែងមិនបង្ក្រាបចំពោះប្រភេទឈើក្រាក់ឬមួយឲ្យតែជាឈើក្រាក់គឺអាចដឹកជញ្ជូនបំផ្លិចបំផ្លាញព្រៃឈើបានដោយសេរីក្រោមខ្សែភ្នែកមន្ត្រីបរិស្ថានបានប្រភពដដាលបានបន្តថាក្រោយពេលមន្ត្រីបរិស្ថានដោះដៃនិងបើកភ្លើងខៀវឲ្យបែបនេះឈើដែលត្រូវបានទម្លាក់ពីលើរថយន្តត្រឹមតែរយៈពេល2ម៉ោងប៉ុណ្ណោះត្រូវបានក្រុមឈ្មួញលើកដាក់លើរថយន្តវិញយ៉ាងរលូនហើយបានបើកចេញទៅបានដោយសុវត្ថិភាពហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះជុំវិញករណីមិនបង្ក្រាបបទល្មើសជាក់ស្ដែងបែបនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលួចខ្សឹបខ្សៀវនិងរិះគន់ចំបែបចំអកឡក់លើយថាឡានដឹកឈើល្មើសច្បាប់នេះប្រហែលជាមានគ្រូមន្តអាគមពូកែស័ក្តិសិនឬក៏តែកងឡានបានធ្វើការសាន់ព្រេនបន់ស្រន់ត្រូវម៉ាត់ជាមួយនឹងមន្ត្រីជំនាញរួចរាល់អស់ហើយមើលទៅទើបអាចបង្កើននៅភាពសមនឹងច្បាប់ធ្វើឲ្យមន្ត្រីបរិស្ថានមើលមិនឃើញនិងមិនហ៊ានប៉ះពាល់បែបនេះមហាជនកំពុងដាក់ការសង្ស័យថាតើនៅពីក្រោយខ្នងនៃរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនេះមានអាចកំបាំងឬមានលៀបសការៈអ្វីខ្លះទើបអាចធ្វើឲ្យលោកពីប៊ុនចំប្រធានបរិស្ថានដែនជម្រកសត្វព្រៃហ៊ានចេញបញ្ជាហាមឃាត់កូនចៅមិនឲ្យបង្ក្រាបបទល្មើសជាក់ស្ដែងបែបនេះទង្វើបែបនេះគឺកំពុងតែដើរផ្ទុយយ៉ាងស្រឡះពីបទបញ្ជារបស់រដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានដែលតែងតែដាក់បទបញ្ជាយ៉ាងក្តៅឲ្យពង្រឹងការការពារនិងបង្ក្រាបបទល្មើសធនធានធម្មជាតិដោយគ្មានការលើកលែងអង្គភាពសារព័ត៌មានគេហទំព័រប្រមាញ់ជីដែនធីវីយើងខ្ញុំនឹងរងចាំការបកស្រាយបំភ្លឺពីលោកពីប៊ុនចំឬស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យរាយការណ៍ដោយលោកពិនថនភ្នាក់ងារអង្គភាពប្រមាញ់ជីដែន